ជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាជាមួយនឹង Mr. Casey ថ្ងៃនេះ Mr. Casey សូមបង្ហាញរឿងរ៉ាវតាក់ទងទៅនឹងតារាទសវត្សរ៍80ទាំងចាស់ទាំងក្មេងគឺវិលមកជួបជុំគ្នាវិញនៅក្នុងរឿងលុតដាច់ថែបព្រឹកនេះមានខ្សែភាពយន្តរឿងលុតដាច់ថែបបានធ្វើក្រុងពីលីចេញថតជាផ្លូវការហើយបន្ទាប់ពីលោកសុកដែនបានព្យាយាមរុករកតារាសម្ដែងជើងចាស់ល្បីឈ្មោះក្នុងទសវត្សរ៍ទី80អស់រយៈពេលជាច្រើនខែវត្តមានតារារឿនច្បងវិលមកជួបគ្នានេះមានដូចជាលោកចៅច័ន្ទនារីលោកក្លូរតនាលោកគុណធៈតារាវ៉ាន់លោកសុកសុធនជាដើមលោកសុកដែងជាតួឯកដឹកនាំរឿងនិងជាជំនួយការចៅវាងផលិតកម្ម I Love Film Production បានប្រាប់ថារឿងលុតដាច់ថែបនេះជាខ្សែភាពយន្តប្រភេទវាយប្រហារកំ pl ែងសើចដូច្នេះហើយទើបលោកជ្រើសរើសយកតារាជើងចាស់ដែលចេះក្បាច់គុណរួមជាមួយតារាកំ pl ែងកំពុងពេញនិយមមាននេជើមនិងកញ្ញាវណ្ណឡាអ្នកដឹកនាំរឿងនេះបន្តថាមូលហេតុដែលលោកសម្រេចចិត្តអញ្ជើញតារារៀមច្បងក្នុងទសវត្សរ៍ទី80មកសម្ដែងក្នុងរឿងនេះព្រោះលោកចង់បានតួប្លែកសុកពីរឿងគេម្យ៉ាងទៀតលោកក៏ចង់ឲ្យតារាជើងចាស់ដែលដកខ្លួនចេញពីឆាកសិល្បៈច្រើនឆ្នាំហើយនោះបានបង្ហាញវត្តមានឡើងវិញដើម្បីលើកទឹកចិត្តឲ្យពួកគាត់ឲ្យមានការងារធ្វើនិងប្រាក់ចំណូលផងដែរគួរបញ្ជាក់ដែរថាខ្សែភាពយន្តរឿងលុតដាច់ថែបនេះជាខ្សែភាពយន្តទី3របស់ផលិតកម្ម I Love Film Production ហើយបើតាមការបញ្ជាក់ពីលោកសុកដែនដែលបានប្រាប់ថារឿងនេះដាក់គម្រោងថតរយៈពេលជាង1ខែដែលទីតាំងភាគច្រើនគឺថតនៅខេត្តមណ្ឌលគិរីដែលត្រៀមទុកចំណាយត្រឹមតែ$30,000ទេប៉ុន្តែរឿងនេះលោកសង្ឃឹមថានឹងទទួលបានជោគជ័យខ្លាំងព្រោះមានការចូលរួមសម្ដែងដោយតារាក្បាច់គុណជាច្រើនរួមជាមួយនឹងតារាកំ pl ែងផងដែរបាទនេះសិតតែជាតារាជើងចាស់ដើម្បីយកមកសម្ដែងរឿងលុតដាច់ថែបដែលមាននេជើមនិងកញ្ញាវណ្ណឡាផ្ទាល់ដែលទើបតែចាប់ដៃគូគ្នាក្នុងការថតរឿងនេះជាលើកដំបូងផងដែរហើយរឿងនេះគឺភាគច្រើនទីតាំងគឺថតនៅមណ្ឌលគិរីនោះហើយបើយើងកលេចមើលគេហទំព័រនេះសិតតែអ្នកចូលរួមក្រុងពលាសិតតែអ្នកដែលត្រូវចូលរួមក្រុងពលានៅក្នុងរឿងលុតដាច់ថែបទាំងអស់ហ្នឹងគឺជាមានតាំងតារាជើងចាស់ជើងថ្មីទាំងអស់គឺចូលគ្នាតែម្ដងហើយក្នុងនោះដែរក៏មានបទសម្ភាសន៍ផងដែរតែនៅក្នុងសារព័ត៌មាននេះគឺខ្ញុំបង្ហាញតេតិនទៅនឹងរូបកម្រងរូបភាពហើយនឹងសាច់រឿងនិងតួនៃសេចក្តីរឿងដែលបណ្ដាលឲ្យមានកើតឡើងរឿងហ្នឹងហើយក៏ត្រូវចំណាយប្រមាណ$1,000គឺប្រមាណចំណាយប្រហែលជា$30,000សម្រាប់ថតរឿងហ្នឹងហើយរយៈពេល1ខែនៅឯមណ្ឌលគិរីទីតាំងហើយនឹងតារាជើងចាស់ទសវត្សរ៍ទី80គឺត្រូវបានចូលរួមច្រើនហើយនឹងតារាថ្មីដូចជាតារាកំ pl ែងដូចជានេជើមហើយនឹងកញ្ញាវណ្ណឡាផងដែរអរគុណចំពោះការតាមដានអរគុណចំពោះការគាំទ្រ Mr. Casey សូមគោរពលា